ហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវគឺមកផ្សារអូឡ িম্প ិកជាមួយខ្ញុំគឺយើងនឹងធ្វើដើរ POV point of view ហើយយើងថត street photography ជាមួយនឹងសកម្មភាពនៅក្នុងផ្សារអូឡ িম্প ិកនេះអញ្ចឹងវីដេអូនេះតាមពិតវាវែងជាងនឹងទៀតប៉ុន្តែខ្ញុំកាត់តែយកដល់កន្លែងណាត្រូវថតត្រូវអីខ្លះទេអញ្ចឹងណាបើសិនជា full ច្រើនហ្មងវាអាចវែងវាអាចយូរប៉ុន្តែបើសិនជាយើងឧទាហរណ៍ថាមើលវាទាំងអស់ហ្មងយើងអាចឃើញសកម្មភាពផ្សេងដូចយើងដើរផ្សារអញ្ចឹងណាចឹងឥឡូវនេះគឺយើងអត់មានអីទេគឺខ្ញុំដើរផ្សារជាមួយនឹងជ្រាបពេលចុងសប្តាហ៍ជាមួយនឹងអ្នកផ្ទះអ្នកអីចឹងគឺយើងចុចសាកមើលចឹងណាដើរ POV ហ្នឹងថតផងចឹងនេះរូបទី1ហ្នឹងចឹងបងប្អូនទាំងអស់គ្នាអាចមើលតទៀតហើយបន្តមកទៀតគឺនិយាយចំគឺពេលណាដែលខ្ញុំចុចអីហ្នឹងបើសិនជារូបហ្នឹងវាល្អអីហ្នឹងគឺយើងអាចដាក់នៅក្នុងរូបហ្នឹងហើយនិយាយចំឲ្យតែមានបានន័យថាឲ្យតែមានរូបគឺយើងដាក់អញ្ចឹងណាបើសិនជាមើលទៅអត់មានរូបអីទេយើងអត់មានដាក់ទេអញ្ចឹងបងប្អូនអាចមើលបានណាមួយពេលតែចុចហើយគឺតែតែមានរូបមានអីហើយណាហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលតាមបន្តបន្ទាប់ទៀតទៅហើយយើងមានសកម្មភាពកន្លែងខ្លះកន្លែងលក់អាវកន្លែងខ្លះកន្លែងលក់ស្បែកជើងមានស្បែកជើងអត់ទេនេះមានដូចមានកាបូបមានអីដែរអញ្ចឹងណាបាទអញ្ចឹងមានអាចមានវាមិនបានfull ទាំងអស់បើសិនជាវា full ពេញទាំងអស់ហ្មងគឺវែងវីដេអូហ្នឹងនឹងវែងហ្មងអញ្ចឹងណាបាទអញ្ចឹងបងប្អូនមើលទៅគឺយើងនឹងមានខ្ញុំមានដាក់រូបខ្លះពេលដែលចុចហើយនេះគឺខ្ញុំដាក់រូបហើយបាទអញ្ចឹងកន្លែងនេះកន្លែងលក់អាវហើយបងប្អូនអញ្ចឹងមានច្រើនបានន័យថាមានច្រើនកន្លែងណាអញ្ចឹងលក់អាវពេលដែលកន្លែងខ្លះដែលយើងឃើញនៅមើលទៅតំណងល្អដែលអាចថតបានគឺយើងថតអីចឹងទៅបាទចឹងបងប្អូនដែលមើលទាំងអស់គ្នាអាហ្នឹងគឺធម្មតាតិចនិចរបស់ខ្ញុំពេលដែលខ្ញុំថតហ្នឹងគឺខ្ញុំព្យាយាមធ្វើម៉េចយើងអត់ឲ្យគេដឹងថាយើងកំពុងថតទេទី1មូលហេតុគឺយើងចង់ឲ្យសកម្មភាពពិតអញ្ចឹងណាយើងអត់ឲ្យមាន stage ឬក៏ឲ្យលក្ខណៈដូចរៀបចំឬក៏អីអញ្ចឹងណាអញ្ចឹងហើយមួយទៀតស្លាយខ្ញុំជួនកាលខ្ញុំលើកជួនកាលខ្ញុំដាក់នៅត្រឹមចង្កេះឧទាហរណ៍ថាគេហៅថា shoot from the hip អញ្ចឹងពេលខ្លះគឺយើងធ្វើត្រឹមចង្កេះពេលខ្លះត្រឹមធ្វើធួងពេលខ្លះត្រឹមខ្ញុំលើកឡើងលើកអីអញ្ចឹងទៅតាមប្លង់តាមមើលហើយកន្លែងនេះគឺកូនស្រីខ្ញុំគាត់ទៅដល់អញ្ចឹងគេទៅឈរធ្វើដោយម៉ានីកាំងហើយឲ្យថតបាទអញ្ចឹងចាំមើលតិចឃើញរូបគេឡើយណាគេធ្វើដូចម៉ានីកាំងបាទហើយបន្តមកទៀតគឺមាន angle មួយគឺគេទៅលេងចំោះរបស់ម៉ានីកាំងហ្នឹងអញ្ចឹងយើងចុចទៅវាមានសកម្មភាពដូចវាមានតំណែងគ្នារវាងមនុស្សមែនតែនជាមួយនឹងម៉ានីកាំងអញ្ចឹងទៅអញ្ចឹងយើងនឹងធ្វើដំណើរទៅតរហូតហើយប្លង់ខ្លះជួនកាលចុចហើយមើលទៅវាអត់មានរូបចុចហើយរូបអត់សូវស្អាតអត់អីក៏អត់មានដាក់ដែរអញ្ចឹងកន្លែងនេះគឺយើងមានរូបហើយមួយវិញទៀតបងប្អូនរូបទាំងអស់ហ្នឹងគឺខ្ញុំឆ្លង post processing បានន័យថាឆ្លងកាត់ Lightroomបានន័យថាខ្ញុំថតហើយខ្ញុំក៏ចូលទៅរៀបចំកែកូនវាតិចតួចបានន័យថាយើងអត់កែលក្ខណៈដូចកែ edit ដូច graphic ឬក៏អីទេយើងកែហ្នឹងគឺយើងមាន crop បាទយើង crop ឬក៏យើងសេរី highlight មួយ shadow អីចឹងណាយើងទាញ tone curve អីចឹងទៅបាទដើម្បីឲ្យមើលទៅវារូបវាដិតឬក៏អីថែមតិចតួចឬក៏អីចឹងទៅប៉ុន្តែយើងមិនមែនលក្ខណៈដូចរបៀបថាដាក់ទៅឲ្យរូបហ្នឹងមើលខុសទាំងស្រុងពីទ្រង់ទ្រាយដើមឯងហើយមួយទៀតគឺធម្មតាតិចនិចថតរូបពេលដែលរូបមួយស្លឹកហ្នឹងក៏យើងមិនអាចថាយករូបទាំងអស់ហ្នឹងដាក់បានដែរបើសិនជាវាមានរូបផ្ដេសសំទោសមានរូបហ្នឹងវាច្រើនណាបានន័យថាវាលក្ខណៈដូចរបៀបថាមានកន្លែងខ្លះយើងអត់ត្រូវការលក្ខណៈដូចរបៀបថាប្លង់ហ្នឹងវាទលាយពេកអញ្ចឹងវាសល់ space ច្រើនដែលយើងគិតថាមិនចាំបាច់យើងសល់ស្មេដូចមិនចាំបាច់ទុកវាអញ្ចឹងយើងក្រោបវាចោលទៅអញ្ចឹងដោយរូបថតពេលខ្លះយើងអ្នកថតរូបយើងមិនអាចថាថតទាំងអស់ដាក់ទាំងអស់បានដែរបានន័យថាយើងត្រូវក្រោបចោលកន្លែងខ្លះដែលយើងក្រោបមើលទៅវាសល់វាលក្ខណៈដូចសល់ space ហើយអា space ហ្នឹងវាធ្វើឲ្យអត់ប្រយោជន៍វាទាញរូបយើងអញ្ចឹងយើងក្រោបយកតែ detail យកតែអីអញ្ចឹងទៅបាទអញ្ចឹងយើងចេះតែខ្ញុំត្រឡប់ខ្ញុំចុចច្រើនហើយបន្តមកខ្ញុំយកមកមើលរូបតាមពេលក្រោយអញ្ចឹងណាបាទហើយនេះគឺកូនស្រីខ្ញុំទៀតនេះគេចអញ្ចឹងខ្ញុំមើលទៅវារៀងតំណងយើងថតទៅអញ្ចឹងវាមានសកម្មភាពគាត់លេងហើយបន្តមកយើងអាចមានកន្លែងប្រឡោះខ្លះវាយើងអាចធ្វើជា frame ឬក៏អីអញ្ចឹងទៅ
ធម្មតាទាំងអានេះគេហៅថា framing អញ្ចឹងឧទាហរណ៍ប្លង់ខ្លះវាមានយើងមាន offset ដែលយើងអាចយកវាធ្វើ zoom ធ្វើអីបានអញ្ចឹងយើងចាប់ផ្ដើមយើងចុចខ្លះទៅអញ្ចឹងណាអានេះនិយាយចំពេលលេងហ្នឹងគឺក្មេងៗនៅហ្នឹងអូក៏ហត់លេងសប្បាយក្នុងកណ្ដាងនៅហ្នឹងហើយចង់ភ័យដែរហ្នឹងថាលេងអីគេហើយអញ្ចឹងបងប្អូនមើលទាំងអស់គ្នាទៅរូបហ្នឹងគឺខ្ញុំរូបណាដែលមានខ្ញុំដាក់ចូលទៅហើយអាខ្លះខ្ញុំអត់បានថតសកម្មភាពវីដេអូទេប៉ុន្តែខ្ញុំក៏មានរូបដែរតែខ្ញុំអត់បានទេអញ្ចឹងខ្ញុំលក្ខណៈដូចអ្វីដែលខ្ញុំបានថតក្នុងវីដេអូនឹងមានអីខ្ញុំដាក់ចូលអញ្ចឹងវិញដើម្បីឲ្យឃើញលក្ខណៈ POV ណាប្លង់ point of view ភ្លាមជាមួយនឹងរូបថតអីអញ្ចឹងទៅប្លង់កន្លែងនេះគឺនៅយូរដោយសារពួកគាត់កំពុងទិញអវ៉ាន់ទិញអីអញ្ចឹងទៅគឺខ្ញុំឈរនៅកន្លែងហ្នឹងយូរអញ្ចឹងយើងឆែកមើលជុំវិញខ្លួនយើងដែរឧទាហរណ៍ថានៅជុំវិញខ្លួនយើងតើមានអ្វីខ្លះដែលមើលទៅតំណងដែលយើងអាចថតបានឬក៏យើងអាចសេរីយើងអាចប្រើកំណត់ច្នៃប្រឌិតរបស់យើងអាចថតរបៀបមិនបានអីចឹងណាអញ្ចឹងវាមានដែរបានន័យថាយើងមើលជុំវិញខ្លួនយើងសិនតើមាន object ឬក៏មានវត្ថុកន្លែងណាកម្មវត្ថុកន្លែងណាដែលយើងគិតថាយកមកធ្វើជា object អីបាននៅក្នុងរូបថតរបស់យើងឬក៏យើងគិតថាយើងធ្វើរបៀបម៉េចអញ្ចឹងណាអញ្ចឹងដូចបងប្អូនទាំងអស់គ្នាអាចមើលទៅនៅជុំវិញខ្លួនបងប្អូនដែលមានអ្វីខ្លះដែលយើងគិតថាច្នៃចេញជារូបភាពបានណាអាហ្នឹងគឺវាបង្កើននៅកំណត់ច្នៃប្រឌិតរបស់យើងអញ្ចឹងទៅព្រោះអីពេលខ្លះរូបយើងធម្មតាមិនដែរយើងថែមកំណត់ច្នៃប្រឌិតយើងចូលអញ្ចឹងទៅវាធ្វើឲ្យរូបភាពហ្នឹងមើលទៅវារៀងតំណងរៀងអីអញ្ចឹងបាទអញ្ចឹងតទៀតបាទនេះគឺកៅអីអញ្ចឹងខ្ញុំគ្រាន់តែចុចកន្លែងហ្នឹងមួយពីរដែរខ្ញុំមើលទៅតើអាចធ្វើអីបានអញ្ចឹងណាមុននឹងមិញមានកៅអីខៀវឥឡូវកៅអីក្រហមអាកៅអីខៀវមិញកន្លែងនោះវារៀងយឺតបន្តិចដោយសារបងនោះគាត់ងើបលឿនពេកបាទអញ្ចឹងយើងតទៅមុខទៀតហើយកន្លែងនេះកន្លែងគេលក់មានខោអាវដែរហើយមានខ្សែក្រវ៉ាត់មានអីអញ្ចឹងណាអញ្ចឹងកូនខ្ញុំនិយាយចំដើរច្រើនវាដូចស្បាយបើហូតហងអីហងអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់មានកូនទូចសូមប្រយ័ត្នពេលដើរផ្សារណាព្រោះតែដើរលឿនពេករហូតអញ្ចឹងខ្លាចវែងខ្លាចអីអញ្ចឹងទៅឥឡូវយើងបានដើររៀងច្រើនដែរហើយក៏ចិត្តទៅវិញដែរអញ្ចឹងវីដេអូអានេះតំបានពាក់កណ្ដាលតាមពិតយើងមានវើយើងនឹងទៀតកាត់អស់ហងអញ្ចឹងបងប្អូនអាចមើលទស្សនាតាមប៉ុណ្ណឹងទៅហើយទីទៀតគឺបងប្អូនអាចមើលទៅខ្ញុំឈប់វីដេអូហើយបន្ទាប់មកបងប្អូនអាចមើលសកម្មភាពនៅតាមផ្សារណានៅក្នុងផ្សារអូឡ িম্প ិកហ្នឹងគេមានអីគេខ្លះលក់អីគេខ្លះអញ្ចឹងទៅបងប្អូនអាចមើលតាមហ្នឹងទៅបាទហើយអញ្ចឹងអរគុណអ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនសូមកុំភ្លេចជួយ subscribe channel YouTube ហើយចុច like video ម្នាក់មួយផងហើយ subscribe channel YouTube follow TikTok Facebook ម្នាក់មួយផងណាបាទអញ្ចឹងវីដេអូនេះខ្ញុំគិតថាវីដេអូវិញខ្ញុំដាក់តែនៅក្នុង YouTube ទេអញ្ចឹងនៅក្នុង Facebook ប្រហែលជាខ្ញុំអត់ដាក់ទេដោយសារដាក់វីដេអូវិញនឹងចូលទៅវារៀងដល់អត់សូវ fit ទេណាអញ្ចឹងភាគច្រើនវាអត់សូវរុញអញ្ចឹងបងប្អូនអាចចូលមកមើលនៅក្នុង YouTube ខ្ញុំបានអញ្ចឹងណាបាទអរគុណអ្នកនរគ្នាហើយកុំភ្លេចជួបគ្នាក្នុងវីដេអូក្រោយណាបាយបាយជម្រាបលាបាទ
ទៅណាទៀតទៅណាអើ Có tiền là ai? Ok, សួស្តីបងប្អូនអរគ្នាអញ្ចឹងមុននឹងមិញ Insta ហ្នឹងវាអស់ថ្មលេងឥឡូវវាកំពុងតែសាកថ្មខ្ញុំវាអស់ថ្មខ្ញុំថតច្រើនពេកបាទអញ្ចឹងឥឡូវនេះគឺខ្ញុំសូមបិទវីដេអូតែប៉ុណ្្នឹងហើយយើងបញ្ចប់ណាហើយចាំថ្ងៃណៃក្រោយបានដើរបានអីទៀតចាំយើងថតទៀតអូខេអញ្ចឹងអរគុណច្រើនកុំភ្លេចជួយ share វីដេអូម្នាក់មួយ subscribe ម្នាក់មួយផងជួយគ្នាក្នុងវីដេអូក្រោយបាយ